សម្រាប់អ្នកដែលមានពេលទំនេរតែមួយថ្ងៃហើយចង់ទៅដើរលេងបែបធម្មជាតិអីចឹងអាចមកជិះឡូរីនៅសួនកសិកម្មរបស់អង្គញាមរទ្ធីបានជិះពីភ្នំពេញមកតែរយៈពេល1ម៉ោងជាងទេគឺមកដល់ហើយមកដល់គឺយើងចូលទៅទិញសំបុត្រឡូរីគេទៅសម្រាប់សំបុត្រវិញគឺគេមានតាមតម្លៃមនុស្សធំហើយនិងកូនក្មេងហើយសំបុត្រគឺអត់មានបែងចែកថ្ងៃបុណ្យថ្ងៃទានអីទេគឺអាចទិញបានតម្លៃហ្នឹងគឺជារៀងរាល់ថ្ងៃហ្មងសម្រាប់អ្នកដែលជិះឡូរីដំបូងគឺរៀងមានអារម្មណ៍ភ័យតិចហើយពីព្រោះវាអត់ស្មើទេវារៀងងងងើអញ្ចឹងណាហើយវារៀងលឿនតែពេលជិះបដាហ្នឹងគឺបានមើលទេសភាពនៅតាមដងផ្លូវបដាអញ្ចឹងទៅក៏រំសាយអារម្មណ៍បន្តិចដែរហើយជិះទៅយើងមានអ្នកជិះទៅមកហ្នឹងគឺថាស្វាគមន៍គ្នាទៅវិញទៅមកសប្បាយមែនតើហើយនៅនឹងដែរហ្នឹងគឺគេមានរូងភ្នំ3អញ្ចឹងឥឡូវយើងទៅដល់រូងភ្នំទី1ហើយគឺអត់មានភ្លើងពណ៌អីទេគឺរូងភ្នំធម្មតាអញ្ចឹងនេះគឺជារូងភ្នំទី2ដែលមានភ្លើងលក្ខណៈថា DJ អីចឹងនៅក្នុងហ្នឹងអញ្ចឹងណាហើយមើលមកឃើញគ្នាបានតិចដែរអញ្ចឹងទី1គឺគេឈប់ចតនៅសួនសត្វអញ្ចឹងពេលទៅដល់សួនសត្វគឺគេឈប់ឲ្យយើងចុះទៅមើលសួនសត្វសិនបន្ទាប់មកទើបយើងជិះឡូរីត្រឡប់មកវិញ